Oh my god តែគ្នារឿងដែលខ្ញុំទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរពេលនេះខ្ញុំបានទស្សនាហើយគឺជារឿងមួយដែលខ្ញុំមិនខកចិត្តក្នុងការដែលរង់ចាំនេះគឺជារឿងអបសពបដិ3ថ្ងៃ The Night Mother Returns Home គឺជារឿងរបស់ផលិតកម្មសាស្ត្រាហ្វៀមខ្ញុំសូមអរគុណសិនទី1ទៅសារដល់អ្នកដឹកនាំរឿងអ្នកនិពន្ធរឿងតួអង្គគ្រប់រូបទាំងអស់មួយទៀតដល់អ្នកកាត់តអ្នក design អ្នកផាត់មុខទាំងអស់គឺ everything is perfect for me it's good for me right now វា so amazing for me ខ្ញុំអត់ថានិយាយថាម៉េចទេដោយសារតែរឿងនេះគឺជាអំពីការដែលទឹកចិត្តម្ដាយសម្រាប់ទៅកាន់កូនការខិតខំរស់ស៊ីទោះបីជាការងារបែបណាក៏ដោយម្ដាយធ្វើបានដើម្បីចំកូនបោកលុយឲ្យកូនរៀនហើយក្នុងរឿងនេះដែរគឺខ្ញុំពិតជាតែទទួលម្ដាយមែនតើដោយសារតែមានអារម្មណ៍ថាវាជាពេលវេលាដែលមិនទាន់ជាពេលវេលាដែលត្រូវបាត់បង់ជីវិតទេប៉ុន្តែគឺមានហេតុគឺមានដើមហេតុដើមចងដែលធ្វើឲ្យតួអង្គស្រីស្លាប់ចឹងណា Oh my god ខ្ញុំមានអារម្មណ៍ថាបើអ្នកទាំងនេះចង់ដឹងថាតាមមូលហេតុអីអ្នកទាំងនេះអាចទស្សនាបានខ្ញុំ recommend ឲ្យអ្នកទាំងនេះទស្សនារឿងនេះមែនតើដោយសារតែគឺជារឿងបែបបន្ទត់ដូចចេតនាទៀតអញ្ចឹងខ្ញុំដឹងហើយថានេះជាមូលហេតុទាំងប៉ុន្មានដែលរឿងនេះកំពុងតែផ្ទុះខ្លាំងនៅកាន់ប្រទេសផ្សេងៗទៀតហើយខ្ញុំតាមស្ដាប់តាមអគ្គនាយិការបស់សាស្ត្រាហ្វៀមក៏បាននិយាយថារឿងនេះនឹងចាក់បញ្ចាំង10ប្រទេសនៅជាង10ប្រទេសឬក៏10ប្រទេសនៅកាន់ប្រទេសផ្សេងៗទៀតអញ្ចឹងរឿងនេះគឺផ្ទុះមែនតើដោយសារបច្ចុប្បន្ននេះគឺយើងកំពុងចាក់បញ្ចាំងនៅប្រទេសហ្វីលីពីនហើយអញ្ចឹងរឿងនេះទទួលបាននៅការគ្រប់គ្រងយ៉ាងច្រើនពីប្រទេសហ្វីលីពីនអញ្ចឹងរងចាំមើលថាតើប្រទេសណាទៀតក្នុងការចាក់នាំយករឿងនេះទៅចាក់បញ្ចាំងទៅកាន់ប្រទេសណាផ្សេងៗទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចទស្សនាបានរឿងនេះអបសប្តាហ៍3ថ្ងៃគ្រប់រូបភាពយន្តទាំងអស់ចាប់ពីថ្ងៃទី26នេះតទៅអ្នកទាំងអស់គ្នា26ខែមីនាតទៅក៏បំណងទេល្អមើលអ្នកទាំងអស់គ្នាទៅមើលបាន Good movie